សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះនាំទាំងអស់គ្នាទៅសាកល្បងបទពិសោធន៍ថ្មីគឺការត្រាំតកដែលភាគច្រើនគេហៅថា iceberg ហ្នឹងណាហើយទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញគេ challenge នៅតាមបណ្ដាញសង្គមហើយនេះគឺជាលើកទី1របស់ខ្ញុំហើយខ្ញុំទៅសាកគឺអូឡាំផ្ចា City Hotel by Dara ហើយអូតែហ្នឹងនៅជាប់ជាមួយនឹងអូឡាំផ្ចាអូឡាំផ្ចា mall យើងអញ្ចឹងណាទាំងអស់គ្នាហើយការពិតមុននឹងពេលដែលយើងចុះត្រាំហ្នឹងគឺគេមានធ្វើ meditation បន្តិចដែរហើយដករបៀបបរៀនការដកដង្ហើមចេញដង្ហើមចូលអីអញ្ចឹងជាដើមណាហើយនៅក្នុងនេះនៅក្នុងវីដេអូនេះគឺការចាប់ផ្ដើមសាក់លបងលើកទី1របស់ខ្ញុំហើយគេខាង instructor នីមគាត់ឲ្យយើងធ្វើក្នុងរយៈពេល2នាទីលើកទី1ហើយខ្ញុំធ្វើលើកទី1 2នាទីទាំងអស់គ្នាអូចូលទៅតិចមែនតើក៏ប៉ុន្តែយើងផ្ដោតសំខាន់ទៅលើដង្ហើមចេញដង្ហើមចូលហើយពេលខ្លះនៅពេលដែលយើងកុំផ្ដោតខ្លាំងពេកថាយើងនៅក្នុងតកកយើងប្រើដង្ហើមយើងដកចេញដកចូលយើងតិចប៉ុន្តែវាធ្វើឲ្យយើងមានអារម្មណ៍មួយថាយើងអាច challenge ខ្លួនឯងបានអញ្ចឹងណាដូចទាំងអស់គ្នាឃើញអញ្ចឹងដំបូងគឺខ្ញុំតិចមែនតើខ្ញុំគិតថាខ្ញុំទ្រាំអត់បានទេប៉ុន្តែបន្ទាប់មកខ្ញុំធ្វើបានហើយកន្លែងនេះនៅពេលដែលយើងចេញពីក្នុងតកកហ្នឹងមកគឺគេឲ្យយើង sport ឬក៏យើងហាត់ប្រាណអីតិចតួចដើម្បីឲ្យឈាមឲ្យខ្លួនប្រាណរបស់យើងហ្នឹងវាមានកម្ដៅឡើងវិញអញ្ចឹងណាពីព្រោះអីរយៈពេលដែលយើងត្រាំ2នាទីហ្នឹងណាអូទាំងអស់គ្នាyes វារៀងមានអារម្មណ៍មួយថាយើងទ្រាំអញ្ចឹងណាតែដល់ពេលយើង challenge ខ្លួនឯងហើយយើងដកដង្ហើមចេញដង្ហើមចូលហើយនីមគាត់ instruct យើងឲ្យយើងដកដង្ហើមយើង relax យើងអីអញ្ចឹងទៅយើងធ្វើបានអញ្ចឹងណាហើយបន្ទាប់មកខ្ញុំពេលដែលខ្ញុំធ្វើលើកទី1បាន2នាទីហើយខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងរៀងក្តៅសាច់ខ្លួនឯងរៀងក្តៅវិញហើយខ្ញុំក៏ដើរចុះដើរឡើងហើយញ៉ាំទឹកញ៉ាំអីញ៉ាំនំអីដូចអ្នកនរឃើញក្នុងវីដេអូហ្នឹងអញ្ចឹងណាវាប្លែកដែរបទពិសោធន៍លើកទី1សម្រាប់ខ្ញុំធ្វើ iBus អញ្ចឹងណាប៉ុន្តែចេះ fun ពីព្រោះអីខ្ញុំជាមនុស្សម្នាក់ដែរខ្ញុំចិត្តធ្វើអីថ្មីដែរអញ្ចឹងណាហើយណាមួយយើងចង់ដឹងថាពេលដែលធ្វើទៅវាមានអារម្មណ៍លក្ខណៈរបៀបមិនអញ្ចឹងណាពីព្រោះអីនាងគាត់បានប្រាប់ដែរតកតងជាមួយអត្ថប្រយោជន៍នៃការយើងធ្វើ iBus ហ្នឹងអញ្ចឹងវាជួយ release stress យើងវាជួយអីអញ្ចឹងណាហើយនេះបងប្អូនបរិសុទ្ធ2នាក់នេះគាត់ឃើញពួកខ្ញុំធ្វើគាត់ក៏មកសាក់លបងហើយគាត់ធ្វើបានដល់ម្នាក់10នាទីទាំងអស់គ្នាគាត់ challenge ខ្លួនគាត់ណាគាត់ធ្វើ10នាទីដោយសារតែរាងកាយរបស់មនុស្សប្រុសគាត់មានអាភាពអត់ធ្មត់នឹងជាងយើងជាមនុស្សស្រីណាហើយអ្នកផ្សេងស្រីក៏គាត់អ្នកខ្លះធ្វើបាន5នាទី5នាទីក្នុងការត្រាំតកកនឹងអញ្ចឹងណានេះដូចបងស្រីមួយនេះគាត់ធ្វើបានដល់5នាទីហើយពេលគាត់ខកឡើងអូយគាត់សាច់គាត់ឡើងក្រហមអញ្ចឹងណាប៉ុន្តែគាត់ចង់ challenge ខ្លួនគាត់ហើយគាត់ធ្វើ5នាទីហើយខ្ញុំពេលខ្ញុំធ្វើលើកទី2ខ្ញុំធ្វើបាន3នាទីអាហ្នឹងខ្ញុំក៏ challenge ខ្លួនឯងដែរនេះអ្នកទាំងអស់គ្នាវីដេអូខ្ញុំធ្វើ round ទី2អញ្ចឹងណាហើយមួយវិញទៀតហ្នឹងនីមគាត់ recommend ថាយើងជាមនុស្សស្រីអញ្ចឹងចង់ឲ្យយើងមានរាងកាយធ្វើទៅត្រូវគឺគាត់ recommend ក្នុងរយៈពេលធ្វើម្ដងតែ2នាទីអីបានហើយធ្វើ2នាទីហ្នឹងយើងធ្វើតែ2 round ទេដោយសារតែរាងកាយរបស់យើងជាមនុស្សស្រីខុសពីមនុស្សប្រុសអញ្ចឹងណាប៉ុន្តែបើសិនជាយើងចង់ challenge ខ្លួនឯងយក5នាទីឬយក10នាទីជាការ challenge របស់យើងតែបើសិនជាយើងចង់ឲ្យយើងគ្រាន់តែថាយើងចង់ release stress របស់យើងអីអញ្ចឹងយើងធ្វើតែ2នាទីទៅវាគ្រប់គ្រាន់ហើយនេះបើសិនជាតាមគាត់instruct យើងនៅក្នុងពេលដែលយើងសាកល្បងបទពិសោធន៍ហ្នឹងហើយអ្នកទាំងអស់គ្នាពេលដែលក្រោកឡើងអូយតកកហើយតិចណាស់ហើយមែនពេលដែលនីមគាត់ប្រាប់ហ្នឹងគឺត្រូវគាត់ប្រាប់ថារាងកាយរបស់មនុស្សស្រីយើងបើសិនយើងធ្វើច្រើនពេកលើសពី2នាទីអីចឹងវាអាចធ្វើឲ្យយើងនឹងឆាប់ល្ងាយូរអីចឹងណាហើយកន្លែងនេះពេលដែលកម្មវិធីចប់ហើយក៏មានភ្ញៀវនៅក្នុងអតែគាត់មក challenge តែ2នាក់ហើយខ្ញុំក៏ថតពីក្រោយចឹងណានេះហើយបន្ទាប់មកពេលចប់ហើយអីហើយខ្ញុំក៏រៀបចំដូរកៅអៅដូរអីដើរចុះមកmall ហើយនៅថ្ងៃហ្នឹងនីមគាត់បានប្រាប់ដែរថាផ្កាដែលដាក់លើតុហ្នឹងពួកយើងអាចយកចែកគ្នាបានពីព្រោះអីថ្ងៃដែលខ្ញុំទៅធ្វើហ្នឹងគឺថ្ងៃ7ស្អែកឡើងថ្ងៃ8មិនិនាហើយគាត់ថាយកផ្កាទៅពីព្រោះអីប្រហែលជាថ្ងៃ8មិនិនាអត់មានណាគេឲ្យផ្កាយើងទៀតទេអញ្ចឹងយើងត្រូវចេះឲ្យផ្កាខ្លួនឯងអញ្ចឹងយកពីកន្លែង iBus ហ្នឹងមកផ្ទះមកហើយខ្ញុំក៏យកមករៀងច្រើនដែរអញ្ចឹងណាដូចអ្នកគ្នាឃើញក្នុងវីដេអូហ្នឹងអញ្ចឹងហើយណាមួយខ្ញុំជាមនុស្សម្នាក់ដែរខ្ញុំស្រឡាញ់ផ្កាបើទោះបីជាខ្ញុំមិនយកនៅនឹងអីអញ្ចឹងពេលខ្លះខ្ញុំទៅផ្សារទៅខ្ញុំឃើញផ្កាអីប្លែកៗអញ្ចឹងខ្ញុំទិញឲ្យខ្លួនឯងអីចឹងណាខ្ញុំទិញផ្កាឲ្យខ្លួនឯងឬក៏ខ្ញុំយកផ្កាឲ្យខ្លួនឯងអីចឹងវាមិនមែនជារឿងមួយដែលយើងគិតថាយើងត្រូវតែរំពឹងចាំទទួលពីណាគេឯងធ្វើអីដើម្បីខ្លួនឯងទាំងអស់គ្នារបស់ទាំងអស់ហ្នឹងសិតតែយើងអាចធ្វើដើម្បីខ្លួនឯងបានណាបើសិនជាយើងគិតថាយើងស្រឡាញ់អីយើងចង់ធ្វើអីធ្វើដើម្បីខ្លួនឯងយើងអត់មានការរំពឹងទុកចាំថាមានអ្នកណាគេធ្វើឲ្យយើងហើយអាការរំពឹងទុកហ្នឹងវាអត់ដូចចិត្តយើងទេបើសិនជាចិត្តយើងចង់ធ្វើអីយើងធ្វើឲ្យខ្លួនឯងទៅអូខេដូចខ្ញុំអញ្ចឹងទាំងអស់គ្នាខ្ញុំចង់ទិញផ្កាឲ្យខ្លួនឯងខ្ញុំទិញឲ្យខ្លួនឯងខ្ញុំអត់ចង់ទិញក៏អត់ចង់ទិញហើយខ្ញុំចង់ពេលដែលខ្ញុំទៅកម្មវិធីទៅខ្ញុំចង់យកផ្កាឲ្យខ្លួនឯងខ្ញុំអត់ខ្វល់ពីអ្នកណាថាមិនឲ្យខ្ញុំផងពីព្រោះអីវាជាការស្រឡាញ់របស់ខ្ញុំហើយពេលខ្លះយើងគ្រាន់តែយកមកខ្លះក៏វាគ្មានតែខុសទោសអីដែរហើយខ្ញុំចូលចិត្តរៀបចំជិបលក្ខណៈផ្កាអីចឹងណាទោះជាដាក់បាន1ថ្ងៃ2ថ្ងៃអីអញ្ចឹងខ្ញុំចេះដាក់លេងអីចឹងទៅរៀបចំផ្ការៀបចំអីចឹងណាហើយដូចទាំងអស់គ្នាឃើញនៅក្នុង profile របស់ខ្ញុំអញ្ចឹងគឺខ្ញុំចូលចិត្តដាំផ្កាចំសัตว์អីចឹងណា